សូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសញ្ជឹងគិត5ទូនៅថ្ងៃនេះនៅក្នុងលោកធម្មបាតចំពោះ2ខ21ដល់25នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើឲ្យអាដាមដេកលក់សពទៅរួចទ្រង់យកឆ្អឹងជំនីគាត់មួយហើយភ្ជិតសាច់ទៅវិញរីឯឆ្អឹងដែលព្រះយេហូវ៉ាដ៏ជាព្រះបានយកពីអាដាមមកនោះទ្រង់បានជប់ឲ្យកើតជាមនុស្សស្រីក៏នាំទៅឯអាដាមក៏ថានេះហើយជាឆ្អឹងពីឆ្អឹងអញជាសាច់ពីសាច់អញនឹងត្រូវហៅថាស្ត្រីពីព្រោះបានយកចេញពីបុរសមកដោយហេតុនោះបានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្ដាយខ្លួនទៅនៅជាប់នឹងប្រពន្ធវិញហើយអ្នកទាំងពីរនោះនឹងត្រឡប់ជាសាច់តែមួយសុទ្ធរីឯអាដាមនិងប្រពន្ធគាត់ក៏នៅជាអាក្រាតទទេឥតមានសេចក្តីហ៊ានខ្មាស់ឡើយបើសិនជាយើងមើលនៅចុងចំពោះ2នេះនឹងខទី25បានបញ្ចប់នៅល្បះមួយឃ្លាយ៉ាងសាមញ្ញប៉ុន្តែវាពិតជារឿងមួយគួរឲ្យងឿងឆ្ងល់អាដាមនិងប្រពន្ធរបស់គាត់ទាំងពីរនាក់នៅអាក្រាតកាយតែពួកគេគ្មានសេចក្តីអៀនខ្មាស់ចំពោះគ្នាឡើយពួកគេគ្មានការបិទបាំងគ្មានសម្លៀកបំពាក់គ្មានការលាក់លៀមឬគ្មានអាវអ្វីដើម្បីនឹងការពាររូបកាយដ៏អាក្រាតរបស់គេនោះឡើយមានតែមនុស្សពីរនាក់ដែលបើកចំហអត្តសញ្ញាណពិតចំពោះគ្នាទៅវិញទៅមកគឺរស់នៅក្នុងសេចក្តីសុខសាន្តដ៏ពិតប្រាកដនេះហើយជាជីវិតរបស់អាដាមនិងអេវ៉ានៅដើមដំបូងយើងឆ្ងល់ថាហេតុអ្វីបានជាពួកគេគ្មានសេចក្តីអៀនខ្មាស់ចំពោះការរស់នៅអាក្រាតខាងរូបកាយយ៉ាងដូចនេះមុនពេលដែលចាប់កំណើតអេវ៉ាឡើងព្រះអង្គបានធ្វើឲ្យអាដាមដេកយ៉ាងលង់លក់ក្នុងដំណេកយ៉ាងសុខរួចទ្រង់ក៏បានទាញយកឆ្អឹងជំនីរបស់គាត់ហើយជប់សូនធ្វើជាស្ត្រីហើយយកទៅឲ្យលោកអាដាមបើសិនជាយើងពិចារណាមើលនៅពេលដែលមនុស្សយើងគេងលក់គឺมันអាចនឹងការពារខ្លួនឯងបាននៅឡើយតែងាយនឹងរងគ្រោះបំផុតអ្នកដែលគេងលក់គឺយើងមិនអាចនឹងធ្វើពុតថាជាមនុស្សខ្លាំងដើម្បីនឹងការពារខ្លួនយើងនោះឡើយនៅពេលវេលានោះឯងដែលព្រះយេហូវ៉ាទ្រង់បានបង្កើតស្នាព្រះហស្ថដ៏ស្រស់ស្អាតរបស់ទ្រង់គឺនាងអេវ៉ាដោយយកឆ្អឹងជំនីពីជំហៀងខ្លួនរបស់អាដាមដើម្បីបង្កើតជាគូជីវិតរបស់គាត់ដល់ពេលអាដាមភ្ញាក់ឡើងគាត់មិនបានព្យាយាមលាក់បាំងនៅស្នាមរបួសរបស់គាត់នៅត្រង់កន្លែងជំហៀងខ្លួនឆ្អឹងជំនីនោះឡើយគាត់មិនបានព្យាយាមធ្វើខ្លួនជាមនុស្សដែលរឹងប៉ឹងបិទបាំងនៅស្នាមដែលព្រះទ្រង់បានដកឆ្អឹងជំនីនោះឡើយតែគាត់បានសម្លឹងមើលទៅអេវ៉ារួចនិយាយថានេះគឺជាឆ្អឹងដែលចេញពីឆ្អឹងរបស់អញហើយជាសាច់ដែលចេញពីសាច់របស់អញគាត់បានទទួលស្គាល់នាងថាជាមនុស្សដែលមានតម្លៃស្មើនឹងគាត់ហើយពួកគេទាំងពីរនាក់បានឈរនៅចំពោះមុខគ្នាដោយគ្មានការលាក់លៀមអ្វីនោះឡើយ
ហើយពួកគេក៏មិនត្រូវការអ្វីដើម្បីនឹងបញ្ជាក់ពីភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកនោះឡើយនេះជារបៀបដែលលោកអាដាមនិងអេវ៉ាបានរស់នៅជាមួយគ្នាដោយគ្មានសេចក្តីអៀនខ្មាស់គ្មានការលាក់បាំងបើសិនជាយើងក៏លេចមើលសម័យបច្ចុប្បន្ននេះវិញដៃគូជីវិតជាច្រើនដែលมันអាចនឹងលាតត្រដាងការពិតចំពោះគ្នាទៅវិញទៅមកតែมันអាចនឹងប្រាប់ពីទុក្ខលំបាកឬអារម្មណ៍ទុក្ខព្រួយរបស់ខ្លួនទៅកាន់គ្នាទៅវិញទៅមកជួនពេលខ្លះពួកគេរក្សាគម្លាតពីគ្នាទៅវិញទៅមកពួកគេមិនហ៊ានប្រាប់ពីអារម្មណ៍ពិតដែលពួកគេមានពីព្រោះពួកគេខ្លាចការបដិសេធខ្លាចការមិនទទួលស្គាល់នេះហើយជាជញ្ជាំងនៃដៃគូជីវិតនៅពេលដែលយើងមិនអាចនឹងប្រាប់រឿងរ៉ាវអ្វីមួយនៅក្នុងចិត្តរបស់យើងបានដោយសារមូលហេតុផ្សេងៗនោះយ៉ាងណាមិញព្រះអង្គបានមានបន្ទូលថាអ្នកទាំងពីរគឺអាដាមនិងអេវ៉ាបានត្រឡប់ទៅជាសាច់តែមួយសុទ្ធពួកគេคล้ายទៅជាមនុស្សតែមួយទោះបីជារូបកាយផ្សេងគ្នាក៏ដោយអ្នកទាំងពីរគ្មានអ្វីដែលត្រូវលាក់បាំងចំពោះគ្នាទៅវិញទៅមកនោះឡើយអ្នកទាំងពីរគឺជាមនុស្សតែមួយដែលត្រូវចែករំលែកអ្វីដែលខ្លួនមានចំពោះគ្នាទៅវិញទៅមកអ្នកទាំងពីរត្រូវផ្ដោះប្ដូរយោបល់និងរំលែកបន្ទុកគ្នាទៅវិញទៅមកនេះហើយគឺជាភាពស្មោះត្រង់ដែលព្រះបន្ទូលចង់លើកសម្ដែងថាពួកគេគ្មានសេចក្តីអៀនខ្មាស់គឺពួកគេលាតត្រដាងចំពោះគ្នាទៅវិញទៅមកមិនមើលងាយចំពោះភាពទន់ខ្សោយរបស់គ្នានោះឡើយតែទ្រាំទ្រគាំទ្រឲ្យងើបឈរឡើងជានិច្ចមានភាពស្មោះត្រង់ជានិច្ចហ៊ានទទួលស្គាល់ការពិតជានិច្ចបងប្អូនហើយនៅក្នុងជីវិតយើងរស់នៅជាប្រចាំថ្ងៃនៅក្នុងគ្រួសារកុំឲ្យរំពឹងគិតពីភាពល្អឥតខ្ចោះចំពោះគ្នាទៅវិញទៅមកនោះឡើយតែបិទគ្មានបរិសុទ្ធនិងស្ត្រីណាដែលល្អឥតខ្ចោះសម្រាប់យើងនោះឡើយគឺយើងរាល់គ្នាត្រូវចេះបំពេញនៅចំណុចខ្វះខាតឲ្យគ្នាទៅវិញទៅមកដើម្បីនឹងបង្កើតភាពល្អប្រសើរនៅក្នុងក្រុមគ្រួសារយើងត្រូវហ៊ានបើកចំហគ្រប់រឿងរ៉ាវទាំងអស់ដើម្បីពិភាក្សានិងស្វែងរកដំណោះស្រាយជាមួយគ្នាចូលជ្រើសរើសយកភាពស្មោះត្រង់និងការលាតត្រដាងដោយគ្មានការលាក់លៀមចំពោះគ្នាទៅវិញទៅមកមិនថានៅក្នុងក្រុមគ្រួសាររបស់យើងមិនថានៅក្នុងពួកជំនុំដែលជារូបកាយរបស់ព្រះគ្រីស្ទការដែលរស់នៅដោយភាពស្មោះត្រង់និងការលាតត្រដាងដោយបើកចំហចំពោះគ្នាទៅវិញទៅមកគឺជាការបង្កើតនៅទំនុកចិត្តចំពោះគ្នាទៅវិញទៅមកគឺជាការបង្កើតនៅទំនាក់ទំនងកាន់តែស្និទ្ធស្នាលចំពោះគ្នាទៅវិញទៅមកដូច្នេះហើយជួយឲ្យយើងបានដកអស់ទាំងរបាំងដែលលាក់លៀមដកអស់ទាំងរបាំងដែលអៀនខ្មាស់តែរស់នៅដោយភាពបើកចំហ
រស់នៅដោយភាពស្មោះត្រង់នោះទាំងជីវិតរបស់យើងនឹងពោរពេញដោយអំណរនិងគ្មានមន្ទិលសង្ស័យចំពោះការរស់នៅក្នុងជីវិតរបស់យើងព្រះម្ចាស់សូមអរគុណទ្រង់សម្រាប់ព្រះបន្ទូលនៅថ្ងៃនេះដែលយើងខ្ញុំបានរៀនអំពីជីវិតដែលត្រូវរស់នៅដោយបើកចំហដោយការទុកចិត្តចំពោះគ្នាទៅវិញទៅមកដោយការគោរពចំពោះគ្នាទៅវិញទៅមកមិនថានៅក្នុងជីវិតជាដៃគូអាពាហ៍ពិពាហ៍ឬនៅក្នុងពួកជំនុំរបស់ព្រះគ្រីស្ទនោះឡើយជួយយើងខ្ញុំបានរស់នៅដោយសេរីភាពនៃការបើកចំហសេរីភាពនៃការដែលទុកចិត្តចំពោះគ្នាទៅវិញទៅមកអរព្រះគុណទ្រង់យើងខ្ញុំថ្វាយនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន